បន្ទាប់ពីធ្វើដំណើរបាន3ទៅ4ថ្ងៃទីបំផុតយើងរកកន្លែងសម្រាកវាជាទន្លេហើយដែលស្អាតដូចតំបន់ជាងណាននិងមានភាពអ៊ូអរដូចជារដ្ឋធានីទន្លេហើយជាទន្លេទាំងឈ្មោះកន្លែងនេះកាលពីអតីតកាលកន្លែងនេះពឹងផ្អែកតែលើទន្លេនេះដើម្បីទ្រទ្រង់ប្រជាជនបន្តិចម្ដងទន្លេបានក្លាយជាឈ្មោះតំបន់មួយហើយសប្តាហ៍ថ្ងៃនេះយើងមានទន្លេហើយដែលមានដើមជ្រៃបៃតងខៀវស្រងាត់និងស្ពានស្អាតស៊ីណាំងបានសួរគូសាំងមីងកន្លែងដែលគាត់គួរសម្រាកហើយគូសាំងមីងបានឆ្លើយដោយមិនស្ទាក់ស្ទើរថាទៅកន្លែងថ្លៃបំផុតនេះបានជំរុញឲ្យលីងជាអ៊ូតំឥតឈប់ឈរពិតជាដៃទូលីមែនលីចឹងបានបើករទេះសេះឆ្ពោះទៅផ្ទះសំណាក់ថ្លៃបំផុតលីងជាដែលអង្គុយក្នុងរទេះនៅពីក្រោយគូសាំងមីងបានលាន់មាត់ដោយភ្ញាក់ផ្អើលថាពិតជាមនុស្សប្រុសល្អមែនមានមុខមាត់មែនស៊ីណងហ៊ូចិត្តសូមយកស្រីដែលម្នាក់នេះចេញឲ្យឆ្ងាយពីរូបខ្ញុំរទេះសេះបានធ្វើដំណើរចូលទៅក្នុងទីក្រុងដោយក្រៅពីតាក់ទាញការក្រឡេកមើលហើយក៏មិនសូវតាក់ទាញចំណប់អារម្មណ៍ច្រើនដែរនៅទន្លេហើយសូម្បីតែអ្នកសុំទានក៏មានក្រសែភ្នែកខ្ពស់ជាងមនុស្សធម្មតានៅកន្លែងផ្សេងទៀតដែរកន្លែងនេះពោពេញដោយអ្នកមានសឹងតែដើរគៀសជើងដូច្នេះទង្វើរបស់គូសាំងមីងគ្រាន់តែជាការចាប់អារម្មណ៍ប៉ុណ្ណោះមិនគួរឲ្យតាក់ទាញនោះទេពេលមកដល់ផ្ទះសំណាក់ថ្លៃបំផុតភ្លាមនោះរទេះឈប់អ្នករត់តុក៏ចេញមកសួរដោយគោរពថាតើអ្នកនៅទីនេះដើម្បីញ៉ាំអាហារឬស្នាក់នៅមួយយប់ភ្ញៀវជាទីគោរពលីចឹងបាននិយាយថាអូញ៉ាំអីសិនចាំចូលផ្ទះសំណាក់យាយរួចគាត់ក៏ប្រគល់ខ្សែផ្ទះសេះទៅឲ្យកូនអ្នកបម្រើដែលនៅក្បែរគាត់ហើយនិយាយថាមើលថែសេះទាំងពីរនេះឲ្យបានល្អកុំធ្វេសប្រហែសអីបើមានអ្វីបាត់ពីទេសទៅចាំមើលក្បាលឯងទៅអ្នកបម្រើដែលដឹកនាំសេះងក់ក្បាលយ៉ាងលឿនហើយនិយាយថាបាទបន្ទាប់ពីលីចឹងនិយាយចប់គាត់បានដើរតាមគូសាំងមីងចូលទៅក្នុងផ្ទះសំណាក់ជាន់ទី1គឺជាកន្លែងទទួលភ្ញៀវដែលមានទៅរៀបចំក្នុងប្លង់សមរម្យវាគឺជាអាហារថ្ងៃត្រង់ហើយកន្លែងទទួលភ្ញៀវគឺពេញទៅហើយជាន់ទី2មានស្តង់ឯកជននិងបន្ទប់ឯកជនស្តង់ឯកជនមានលក្ខណៈដូចជាន់ទី1ប៉ុន្តែមិនមានសំឡេងរំខានដូចជាន់ទី1ទេទិដ្ឋភាពពីជាន់ខ្ពស់គឺស្អាតណាស់បន្ទប់ឯកជនគឺជាបន្ទប់ឯកជនទាំងស្រុងលីចឹងបានទៅកុម្ម៉ង់ម្ហូបជាមួយស៊ីណាំងដើមឡើយពួកគេមានគម្រោងកក់បន្ទប់ឯកជនមួយប៉ុន្តែម្ចាស់ភោជនីយដ្ឋានបាននិយាយថាដល់ម៉ោងអាហារថ្ងៃត្រង់ហើយមិនមានបន្ទប់ឯកជនទេថៅកែបន្ទាបខ្លួនណាស់ហើយបាននិយាយថាគាត់សុកថែមគូសាំងមីងស្រាប្រចាំតំបន់នេះហុងដ៏ល្អបំផុតមួយគូសាំងមីងហាក់ដូចជាយល់មុខដោយសារស្រាអង្គុយនៅក្នុងកៅអ៊ីឯកជនមួយម្ហូបដូចគ្នាត្រូវបានបញ្ជាសម្រាប់ទៅពីរគូសាំងមីងនិងគោវ៉ាងអង្គុយនៅទៅមួយចំណែកកូនគោលីចឹងស៊ីណាំងនិងលីងជាអង្គុយនៅតុមួយទៀតដើមឡើយមនុស្ស6នាក់ដែលអង្គុយនៅតុតែមួយគឺចង្អៀតពេកហើយស៊ីណាំងមានអារម្មណ៍ថាម្ចាស់របស់នាងមានតម្លៃពេកមិនអាចបរិភោគនៅតុតែមួយជាមួយនឹងអ្នកបម្រើទេដូច្នេះគូសាំងមីងនិងគោវ៉ាងត្រូវបានបំបែកទៅតុមួយទៀតមួយតូននោះពោពេញដោយមុខម្ហូបពិសេសជាពិសេសអាហារសមុទ្រស្ថិតនៅចន្លោះភ្នំនិងទឹកនៅក្នុងទឹកដីសម្បូរបែបនេះជាហេតុផលសម្រាប់ភាពរុងរឿងនៃតំបន់ទន្លេហើយអ្វីត្បិតតែអាជីវកម្មភាគច្រើននៅទីនេះមានដូចជាធនាគារភោជនីយដ្ឋានផ្ទះសំណាក់និងគ្រឹះស្ថានផ្សេងទៀតដែលរកប្រាក់បានច្រើនបំផុតក៏ដោយក៏អាហារឆ្ងាញ់តាមដងទន្លេនៅទីនេះនៅតែទទួលបានចំណាត់ថ្នាក់កំពូលក្រៅពីលីងជានឹងលីចុងដែលញ៉ាំដូចខ្មោចកំពុងស្រេកឃ្លានញោមដូចជាត្រូវគេធ្វើបាបអ្នកផ្សេងទៀតញ៉ាំឆ្ងាញ់ជាងបើធៀបនឹងលីងជានឹងលីចុងកៅអីចិត្តបង្អួចគឺល្អឥតខ្ចោះអាចមើលឃើញនៃផ្លូវទាំងមូលខ្យល់បក់ចេញមកពីខាងក្រៅដែលនាំឲ្យមានភាពក្តៅក្នុងថ្ងៃផ្លូវត្រូវបានតម្រង់ជួរទៅដោយដើមផ្កាស្រក់ហើយអ្នកថ្មើរជើងបានទៅមករួមទាំងយុវជនអ្នកមានក្នុងសម្លៀកបំពាក់ដ៏ល្អនិងមនុស្សសាមញ្ញស្លៀកពាក់ក្រណាត់ធម្មតាគ្រប់គ្នាផ្ដោតសំខាន់លើអាហាររបស់ពួកគេនៅពេលដែលចេញពីកន្លែងណាបុរសធាត់ម្នាក់ស្រវឹងស្រាបានលេចមុខហើយងាកទៅរកគូសាំងមីងគាត់ពាក់អាវសូត្រពណ៌ខៀវស្រទន់និងខ្សែក្រវ៉ាត់ពណ៌ទឹកក្រូចធំទូលាយជាមួយនឹងលំនាំម៉ាន់ជូរជុំវិញចង្កេះរបស់គាត់មានសក់ស្ងួតលឿងនិងកែវភ្នែកស្រអាប់គាត់បានបញ្ចេញសម្លេងមួយរំពេចហើយចង្អុលទៅគូសាំងមីងពីចម្ងាយដោយនិយាយថាផេមើលអ្វីដែលខ្ញុំបានរកឃើញស្រីស្អាតខ្ញុំលេងជាមួយប្រុសលក់ខ្លួនជាច្រើនឆ្នាំមកហើយប៉ុន្តែខ្ញុំមិនដែលឃើញស្រីស្អាតបែបនេះទេអ្នកដែលនៅក្បែរនោះឃើញគូសាំងមីងនឹងគ្រាន់តែមើលក៏ដឹងថាពួកគេមិនមែនជាមនុស្សធម្មតាទេគេចាប់បុរសធាត់ដែលស្រវឹងនោះយ៉ាងរហ័សហើយផ្ដាំថាដូចលោកបងយ៉ាងអ្នកស្រវឹងហើយចូលត្រឡប់ទៅផ្ទះវិញទៅពេលនោះពួកគេបានព្យាយាមជួយគាត់ចុះក្រោមបុរសដែលគេស្គាល់ថាជាចៅវាយយ៉ាងរើខ្លួនចេញក៏ខ្ញុំមិនស្រវឹងទេខ្ញុំធម្មតាមិនស្រវឹងតើអ្នកទាំងអស់គ្នាខ្វាក់មែនទេមើលមិនឃើញស្រីស្អាតបែបនេះទេឲ្យខ្ញុំទៅសួរសុខទុក្ខនាងជាមុនសិនក
គោវាងផ្អាកចង្កេះនៅកណ្ដាលអាកាសបន្ទាប់មករើសបង្គាមួយហើយប្រគល់វាទៅគូសាំងមីងដោយនិយាយតិចថាកម្លាំងតាក់ទាញមិនខ្សោយទេគោវាងពិតជាមិននឹកស្មានដល់ថាមិនត្រឹមតែបានឃើញឪពុករបស់ខ្លួនត្រូវបានស្ត្រីល្បួងជារៀងរាល់ថ្ងៃនោះទេប៉ុន្តែឥឡូវនេះគាត់ក៏ត្រូវបានបុរសដេញតាមផងដែរគាត់ពិតជាទាំងមនុស្សស្រីមនុស្សប្រុសបានទាំងពីរភេទតែម្ដងគូសាំងមីងមិននិយាយលេងទេទឹកមុខឡើងខ្មៅរបស់គាត់បង្ហាញយ៉ាងច្បាស់ថាគាត់ពិតជាត្រូវបានរំខានដោយបុរសធាត់មែនបុរសធាត់យ៉ាងបានដើរទៅគូសាំងមីងមើលទៅគាត់ហៀបនឹងស្រក់ទឹកមាត់ហើយនិយាយថាអូនស្អាតតើអ្នកចង់ញ៉ាំអ្វីប្រាប់បងយ៉ាងនោះបងយ៉ាងនឹងបងប្រាក់ឲ្យពេលគាត់និយាយគាត់ក៏លូកដៃទៅប៉ះមុខគូសាំងមីងដៃខ្មៅនិងខ្លាញ់របស់គាត់គឺជាការប្រមាថយ៉ាងខ្លាំងគោវាងបោះចង្កឹះទៅដោតដៃបុរសធាត់យ៉ាងទៅកាន់តុអាហារមុខរបស់គាត់ត្រជាក់ចង្កឹះរុស្ស៊ីពណ៌ស្រូវបានរុញចូលទៅក្នុងតុបរិភោគអាហារហើយឈាមក្រាស់ក្រហមខ្មៅហូរចេញពីចំណុចជ្រៀតចូលបង្កើតជាធ្លុកឈាមនៅលើតុស្រក់ចុះមកជ្រុងតុសម្រែករបស់បុរសធាត់យ៉ាងបានបន្លឺឡើងនៅក្នុងផ្ទះសំណាក់មនុស្សដែលនៅជាមួយបុរសធាត់យ៉ាងបានប្រមូលផ្ដុំគ្នាយ៉ាងលឿនពួកគេពីរនាក់បោះជំហានទៅមុខដើម្បីគាំទ្របុរសធាត់យ៉ាងហើយដកចង្កឹះចេញដោយប្រុងប្រយ័ត្នពួកគេទាំងអស់សុទ្ធតែជាអ្នកហាត់ក្បាច់គុនចង្កឹះបានជាប់គាំងជ្រៅពេកដូច្នេះគេអាចប្រើកម្លាំងខាងក្នុងដើម្បីយកវាចេញពេលគេយកចេញបុរសធាត់យ៉ាងស្រែកដូចជ្រូកត្រូវគេសម្លាប់ម្ដងទៀតអ្នកផ្សេងទៀតបានឡោមព័ទ្ធគោវាងនិងក្រុមគោវាងតើអ្នកមកពីក្រៅមែនទេតើអ្នកដឹងថាចៅវាយរបស់យើងជានរណាទេចៅវាយយ៉ាងគិតថាឯងស្អាតស្រាលល្អមិនផឹកចង់ផឹកស្រាពីណីបន្ទាប់មកជាមួយនឹងសំឡេងសឹបដាវមួយត្រូវបានទាញចេញពីស្រោមរបស់វាបុរសដែលនិយាយថាគូសាំងមីងមិនផឹកស្រាល្អនោះត្រូវបានមុតដាវរួចហើយដាវដែលទាញបានគឺនៅក្នុងដៃរបស់គោវាងហើយមិនមានដានឈាមនៅលើដាវដែលឆ្លុះបញ្ចាំងល្បឿននោះម្ចាស់ហាងឃើញរឿងនោះគាត់មិនដឹងជាសម្របសម្រួលយ៉ាងម៉េចមើលទៅខាងណាក៏មិនស្រួលអ្វីដែលគាត់ធ្វើគឺបានតែនិយាយទៅវិញទៅមកដោយមិនមានបានការអ្វីទាំងអស់ដើមឡើយគាត់ជាមនុស្សឆ្លាតនិងមានធនធានប៉ុន្តែពេលនេះភាគីទាំងសងខាងមិនងាយនឹងដោះស្រាយទេហើយយុវជនស្លៀកខ្មៅបានធ្វើឲ្យរបួសខាងរួចហើយដូច្នេះឱកាសនៃការប្រែក្លាយបញ្ហាធំទៅជារឿងតូចគឺមិនអាចទៅរួចទេភ្ញៀវស្ទើរតែទាំងអស់ដែលកំពុងញ៉ាំអាហារនៅជាន់ទី2មើលមកចលនារបស់គោវាងគឺលឿនណាស់ដែលគ្មាននរណាម្នាក់បានឃើញដាវត្រូវបានទាញពួកគេគ្រាន់តែឃើញសម្លេងរបស់វាត្រូវបានទាញហើយយុវជននោះកាន់ដាវដែលមិនមានប្រឡាក់ដោយឈាមម្នាក់ទៀតបោះជំហានទៅមុខហើយនិយាយថាចៅវាយយ៉ាងរបស់ខ្ញុំមកពីគ្រួសារយ៉ាងនៃភ្នំឈៀនហ្វុងហើយយ៉ាងធានគឺជាបងប្អូនជីដូនមួយនិងជាមេគ្រួសារបច្ចុប្បន្នតើអ្នកមកពីណាមិនអ្នកហ៊ានមើលងាយពួកយើងដូច្នេះពួកគេជាសាច់ញាតិនៃគ្រួសារយ៉ាងដែលគូជីងបានរៀបការជាមួយគ្រួសារយ៉ាងខាងត្បូងភ្នំឈៀនហ្វុងចឹងបានជាហ៊ានក្រអឺតក្រទមលីងជាបានគប់ចង្កេះដាក់អ្នកគ្រប់គ្នាហើយនិយាយថាចៅវាយរបស់ខ្ញុំគឺគូសាំងមីងដែលជាម្ចាស់លាវស៊ីសានចឹងតើឯងក្រអឺតក្រទមអំពីអ្វីសមាជិកគ្រួសារយ៉ាងចៅវាយយើងឃើញច្រើនហើយតាមពិតទៅបើមើលពីក្រសែភ្នែកដ៏ប៉ិនប្រសប់របស់លីងជាវាច្បាស់ណាស់ថានាងមិនបានដឹងពីស្ថានភាពរវាងគ្រួសារយ៉ាងនឹងគូទេនាងគ្រាន់តែដឹងថាលាវស៊ីសានចឹងខ្លាំងចឹងក៏ចេះតែថាទៅដោយឃើញអាកប្បកិរិយារបស់លីងជាស៊ីណាងបានបោះជំហានទៅមុខយ៉ាងលឿនដើម្បីគាំទ្រនាងដោយមើលឃើញពីទំនាក់ទំនងរវាងគ្រួសារទាំងពីរនោះនាងបានបញ្ជាក់យ៉ាងគួរសមនឹងជាផ្លូវការថាThe Manហើយនេះជាម្ចាស់របស់យើងសូមលុតជង្គង់គោរពចុះបើមិនពេញចិត្តមកវាយគ្នាបានទោះបីជាគូស៊ីងនិងគូសាំងមីងមិនចុះសម្រុងគ្នាក៏ដោយក៏គ្រួសាររបស់ពួកគេនៅតែតាក់ទងគ្នាដោយអាពាហ៍ពិពាហ៍ក្រៅពីនេះកេរ្តិ៍ឈ្មោះរបស់លាវស៊ីសានចឹងក៏ល្បីល្បាញផងដែរទោះបីជាគ្រប់គ្នាដឹងថាគូសាំងមីងជាមនុស្សអសមត្ថភាពក៏ដោយប៉ុន្តែមានអ្នកពូកែគាំទ្រគាត់នៅថ្ងៃនេះពួកគេមិនអាចយកឈ្នះគូសាំងមីងក្នុងអំណាចបានទេហើយពួកគេក៏មិនអាចយកឈ្នះគោវាងដែលជាបងប្អូនជីដូនមួយរបស់គូសាំងមីងដែរបុរសធាត់យ៉ាងបានដួលសន្លប់ដោយសារការឈឺចាប់ហើយមនុស្សនៅក្បែរគាត់ក៏ប្រញាប់នាំគាត់ចេញទៅដោយក្រឡេកមើលប្រឡាក់ឈាមនៅលើតុគូសាំងមីងខឹងបានបញ្ជាឲ្យថៅកែយកទៅថ្មីចេញហើយតុដែលមានរន្ធនៅក្នុងនោះក៏ត្រូវដកហូតផងដែរអាហារបានដំណើរការល្អអ្វីគ្រប់យ៉ាងដែលត្រូវការសម្អាតគឺធ្វើឡើងសម្រាប់គូសាំងមីងហើយគាត់បានបង្រៀនមេរៀនឲ្យពួកដែលត្រូវរៀនហើយបន្ទាប់ពីអាហារពេលល្ងាចមានបញ្ហាជាមួយការរៀបចំបន្ទប់ត្រូវបានកក់ទុកសម្រាប់អ្នករាល់គ្នាប៉ុន្តែមានអ្នកចំនួនជាច្រើនបានមកនឹងនៅទន្លេហើយវាក៏ជាពេលវេលានៃការប្រកួតក្បាច់គុនផងដែរមនុស្សជាច្រើននៅទីនោះដើម្បីទស្សនាការរំភើបចិត្តទោះបីជាពួកគេមិនបានចូលរួមប្រកួតក៏ដោយដូច្នេះមិនមានបន្ទប់គ្រប់គ្រាន់ទេ
នៅពេលដែលប្រធានបទនៃការចែករំលែកបន្ទប់មួយបានកើតឡើងមនុស្សគ្រប់គ្នាសម្លឹងមើលទៅគូសាំងមីងនិងគូវាងប្រសិនបើពួកគេពិតជាចង់ចែករំលែកបន្ទប់មួយចៅវាយនាយទាំងពីរត្រូវតែសុខចិត្តរស់នៅជាមួយគ្នាទើបអាចបែងចែកបានគូសាំងមីងមានអារម្មណ៍ថាឆ្គាំឆ្គងយ៉ាងខ្លាំងពេលគេងជាមួយគ្នាឥឡូវនេះពួកគេគឺជាបងប្អូនដ៏ស្មុគស្មាញបំផុតគូវាងគឺជាកូនប្រុសរបស់គូសាំងមីងនិងបងប្អូនជីដូនមួយរបស់គូសាំងមីងបានជួយគូវាងសម្រេចកម្មដោយខ្លួនឯងហើយថែមទាំងត្រូវបានគូវាងទះគូតែម្ដងហេពិតជាបងប្អូនអស្ចារ្យមែនខ្ញុំឲ្យមេដាយមួយខណៈពេលដែលគូសាំងមីងកំពុងមានទុក្ខយ៉ាងស្ងៀមស្ងាត់ចំពោះការសម្រេចចិត្តរបស់គាត់អ្នកបម្រើម្នាក់បានរត់ទៅរកម្ចាស់ហាងហើយខ្សឹបពាក្យពីរបីនៅក្នុងត្រចៀករបស់គាត់ទឹកមុខថៅកែផ្ទះសំណាក់បានផ្លាស់ប្ដូរបន្តិចហើយបន្ទាប់មកគាត់ញឹមដោយគោរពទៅកាន់គូសាំងមីងដោយនិយាយថាដោយលោកម្ចាស់គូមិនចាំបាច់បារម្ភទេបន្ទប់ពិសេសមួយទើបតែបានចេញហើយយើងអាចផ្ដល់ឲ្យអ្នកនៅបន្ទប់នោះបាននៅទីក្រុងហើយជាងដែលជារូងភ្នំដ៏ល្បីឈ្មោះគូសាំងមីងអ្វីត្បិតតែជាម្ចាស់លាវស៊ីសានចុងដ៏ល្បីល្បាញក៏ដោយត្រូវបានគេចាត់ទុកថាខ្វះសមត្ថភាពនិងកេរ្តិ៍ឈ្មោះនៅក្នុងពិភពក្បាច់គុណដោយគ្មានបន្ទប់ទំនេរអ្នកផ្ទះសំណាក់បានទាមទារដោយផ្ទាល់ថាគាត់ចែកបន្ទប់ជាមួយគ្នានេះអាចចាត់ទុកថាជាការមិនគោរពប៉ុន្តែខណៈដែលគូសាំងមីងត្រូវបានគេសុំឲ្យចែករំលែកបន្ទប់ពិសេសម្នាក់បានចាក់ចេញហើយបានប្រគល់បន្ទប់ឲ្យគូសាំងមីងវាជារឿងចៃដន្យពេកហើយគូវាងសម្លឹងមើលគូសាំងមីងហើយពិចារណានៅចុងខែមិថុនាតំបន់ទន្លេហើយត្រូវបានគ្របដណ្ដប់ដោយផ្កាហើយសូម្បីតែដីក៏មានជីជាតិជាងកន្លែងផ្សេងទៀតដូចជាប្រេងលាបគ្រប់ការពណ៌និងក្រហមបានរីកដុះដាលបញ្ចេញក្លិនក្រអូបឈ្ងុយនៅលើអាកាសក្នុងរដូវនេះផ្ទៃមេឃមានពណ៌ខៀវស្រងាត់គួរឲ្យចាប់អារម្មណ៍ដោយមានពពកទួចប៉ុណ្ណោះដែលរសាត់តាមវាគូសាំងមីងរុញទ្វារចូលហើយគោវាងក៏ដើរមកក្បែរគាត់នៅពេលពួកគេបើកទ្វារទៅឈើមួយនៅចំកណ្ដាលជាមួយនឹងកម្រាលព្រំតូចមួយនៅលើឥដ្ឋនៅក្នុងវាំងមានគ្រែដ៏ធំមួយដែលធំល្មមសម្រាប់មនុស្ស3នាក់គេងយ៉ាងស្រួលទំពក់ប្រាក់ព្យួរវាំងមានរបងរុំទាំងសងខាងហើយនៅខាងក្នុងមានភួយសូត្រប្រាក់ទុនគោវាងមើលជុំវិញបន្ទប់ហើយសួរគូសាំងមីងថាតើអ្នកគិតថាអ្នកណាជាអ្នកឲ្យបន្ទប់នេះគូសាំងមីងហាក់ដូចជាស្ទាក់ស្ទើរមួយសន្ទុះបន្ទាប់មកនិយាយទៅកាន់គោវាងថានៅក្នុងពិភពក្បាច់គុណតើអ្នកណាអាចចាត់ទុកជាភ្ញៀវកិត្តិយសបាននៅគ្រប់ទីកន្លែងដែលពួកគេទៅគោវាងបានស្ដាប់ពាក្យគូសាំងមីងហើយពិចារណាមួយផ្លែតក្នុងពិភពក្បាច់គុណមិនថាគាត់ជាមនុស្សបែបណាទេតែងតែមានកន្លែងដែលគាត់មិនស្វាគមន៍ទោះយ៉ាងណាក៏ដោយមានមនុស្សតែម្នាក់គត់ដែលអាចចាត់ទុកជាភ្ញៀវកិត្តិយសនៅគ្រប់ទីកន្លែងក្នុងពិភពក្បាច់គុណគឺមេបកពិភពគុណមេដឹកនាំបច្ចុប្បន្ននៃពិភពគុណលៀនធានស៊ឺមានឯកសិទ្ធិភាពពិសេសមេដឹកនាំពិភពគុណត្រូវបានជំនួសរៀងរាល់4ឆ្នាំម្ដងហើយអ្នកដែលមានសមត្ថភាពបំផុតអាចក្លាយជាអ្នកដឹកនាំមេដឹកនាំពិភពគុណមួយចំនួនចុះចេញពីតំណែងក្រោយរយៈពេល4ឆ្នាំខណៈអ្នកខ្លះទៀតអាចជាប់ឆ្នោតឡើងវិញក្នុងរយៈពេលជាច្រើនអាណត្តិទោះជាយ៉ាងណាក៏ដោយលៀនធានស៊ឺនៅតែស្ថិតក្នុងតំណែងជាមេដឹកនាំពិភពគុណចាប់តាំងពីគាត់បានក្លាយជាមេដឹកនាំពិភពគុណក្មេងជាងគេនៅអាយុ23ឆ្នាំរហូតមកដល់សប្តាហ៍ថ្ងៃនេះលោកមានអាយុ41ឆ្នាំហើយមិនដែលផ្លាស់ប្ដូរមុខតំណែងឡើយលៀនធានស៊ឺតើអ្នកអាចប្រកាសថាគាត់ជាមេដឹកនាំពិភពគុណយ៉ាងដូចម្ដេចគោវាងសួរគាត់មិនដែលគិតថាឪពុករបស់គាត់មានទំនាក់ទំនងអ្វីជាមួយមេដឹកនាំពិភពគុណនោះទេហើយពួកគេពិតជាមិនមានទំនាក់ទំនងអ្វីនោះទេគូសាំងមីងបាននិយាយថាអ្នកមិនចាំបាច់ដឹងពីមូលហេតុទេនៅពេលដែលគូសាំងមីងនិយាយចិញ្ចើមរបស់គាត់បានបង្វែរឡើងលើបន្តិចបង្ហាញពីភាពក្រអឺតក្រទមប៉ុន្តែភ្នែកងឹតនិងភ្លឺរបស់គាត់ត្រជាក់ខ្លាំងដោយឃើញការបញ្ចេញមតិរបស់គូសាំងមីងគោវាងមិនបានបន្តទេសូម្បីតែ20ឆ្នាំក្រោយមកលៀនធានស៊ឺនៅតែទទួលបានកិត្យានុភាពគួរឲ្យកត់សម្គាល់នៅក្នុងពិភពគុណគាត់មានភាពល្បីល្បាញដោយសារដាវរបស់គាត់ក្នុងវ័យក្មេងរបស់គាត់បានក្លាយជាមេដឹកនាំពិភពគុណនៅអាយុ23ឆ្នាំហើយបានកាន់តំណែងនេះរហូតដល់គាត់មានអាយុលើសពី50ឆ្នាំមុនពេលចុះចេញពីតំណែងជាងនេះទៅទៀតគេថាចង់ចូលនិវត្តន៍ដូច្នេះហើយទើបលោកទុកបន្ទប់ឲ្យក្មេងជំនាន់ក្រោយរីកចម្រើនមុននឹងចាក់ចេញស្ងាត់បើគាត់ពិតជាមានចរិតហ៊ានបែបនេះហេតុអ្វីបានជាគាត់នៅក្នុងតំណែងយូរម្ល៉េះមុននឹងចុះចេញក្រោយគ្រប់គ្រងជិត30ឆ្នាំពេលនេះបុរសម្នាក់នេះកំពុងផ្ដល់ជូនគូសាំងមីងបន្ទប់ដ៏ខ្ពង់ខ្ពស់នេះទេសំណួរសំខាន់គឺហេតុអ្វីបានជាគូសាំងមីងប្រកាសណាស់ថាជាលៀនធានស៊ឺហើយហេតុអ្វីបានជាលៀនធានស៊ឺយកចិត្តទុកដាក់ចំពោះគូសាំងមីងសម្រាប់កូនអ្នកមានជំនាន់ទី2ការយកចិត្តទុកដាក់និងសារៈសំខាន់បែបនេះគឺមិនចាំបាច់ទេលាវស៊ីសានចុងលៀនធានស៊ឺពិតជាស្មុគស្មាញពេកហើយគូសាំងមីងហាក់ដូចជាបានដឹងអ្វីមួយឲ្យគាត់ស្មានដោយមានទំនុកចិត្តថាជាលៀនធានស៊ឺដែលកំពុងឲ្យគាត់បន្ទប់មួយ
បើអ្នកដែលនិយាយនេះមិនមែនជាគូសាំងមីងគាត់ច្បាស់ជាគិតថាមនុស្សនោះជាមនុស្សវង្វេងលេងជាមួយពាក្យរបស់គូសាំងមីងនិងអាកប្បកិរិយាជាក់លាក់នោះគោវាងបានញឹមប៉ុន្តែមិនបាននិយាយអ្វីទាំងអស់អ្នកទាំងពីរនៅស្ងៀមគោវាងបានក្រោកឡើងហើយបើកបង្អួចនៅក្នុងបន្ទប់ដែលពីមុនត្រូវបានបិទជិតពន្លឺថ្ងៃពណ៌មាសភ្លឺចាំងចូលហើយទីកន្លែងដែលមើលទៅហាក់ដូចជាគ្មានមនុស្សរស់នៅមួយរយៈនោះមានភាពស្អាតស្អំស្រស់ស្អាតមើលទៅគ្មានវត្តមានរបស់មនុស្សឡើយខណៈពេលដែលគូសាំងមីងកំពុងមានទុក្ខយ៉ាងស្ងៀមស្ងាត់ចំពោះការសម្រេចចិត្តរបស់គាត់អ្នកបម្រើម្នាក់បានរត់ទៅរកម្ចាស់ហាងហើយខ្សឹបពាក្យពីរបីនៅក្នុងត្រចៀករបស់គាត់ទឹកមុខថៅកែផ្ទះសំណាក់បានផ្លាស់ប្ដូរបន្តិចហើយបន្ទាប់មកគាត់ញឹមដោយគោរពទៅកាន់គូសាំងមីងដោយនិយាយថាដោយលោកម្ចាស់គូមិនចាំបាច់បារម្ភទេបន្ទប់ពិសេសមួយទើបតែបានចេញហើយយើងអាចផ្ដល់ឲ្យអ្នកនៅបន្ទប់នោះបាននៅទីក្រុងហើយជាងដែលជារូងភ្នំដ៏ល្បីឈ្មោះគូសាំងមីងអ្វីត្បិតតែជាម្ចាស់លាវស៊ីសានចុងដ៏ល្បីល្បាញក៏ដោយត្រូវបានគេចាត់ទុកថាខ្វះសមត្ថភាពនិងកេរ្តិ៍ឈ្មោះនៅក្នុងពិភពក្បាច់គុណដោយគ្មានបន្ទប់ទំនេរអ្នកផ្ទះសំណាក់បានទាមទារដោយផ្ទាល់ថាគាត់ចែកបន្ទប់ជាមួយគ្នានេះអាចចាត់ទុកថាជាការមិនគោរពប៉ុន្តែខណៈដែលគូសាំងមីងត្រូវបានគេសុំឲ្យចែករំលែកបន្ទប់ពិសេសម្នាក់បានចាក់ចេញហើយបានប្រគល់បន្ទប់ឲ្យគូសាំងមីងវាជារឿងចៃដន្យឲ្យពេកហើយគោវាងសម្លឹងមើលគូសាំងមីងហើយពិចារណានៅចុងខែមិថុនាតំបន់ទន្លេហើយត្រូវបានគ្របដណ្ដប់ដោយផ្កាហើយសូម្បីតែដីក៏មានជីជាតិជាងកន្លែងផ្សេងទៀតដូចជាប្រេងលៀបគ្រប់ការពណ៌និងក្រហមបានរីកដុះដាលបញ្ចេញក្លិនក្រអូបឈ្ងុយនៅលើអាកាសក្នុងរដូវនេះផ្ទៃមេឃមានពណ៌ខៀវស្រងាត់គួរឲ្យចាប់អារម្មណ៍ដោយមានពពកតិចតួចប៉ុណ្ណោះដែលរសាត់តាមវាគូសាំងមីងរុញទ្វារចូលហើយគោវាងក៏ដើរមកក្បែរគាត់នៅពេលពួកគេបើកទ្វារទៅឈើមួយនៅចំកណ្ដាលជាមួយនឹងកម្រាលព្រំតូចមួយនៅលើឥដ្ឋនៅក្នុងវាំងមានគ្រែដ៏ធំមួយដែលធំល្មមសម្រាប់មនុស្ស3នាក់គេងយ៉ាងស្រួលទំពក់ប្រាក់ព្យួរវាំងមានរបងរុំទាំងសងខាងហើយនៅខាងក្នុងមានភួយសូត្រប្រាក់ទុនគោវាងមើលជុំវិញបន្ទប់ហើយសួរគូសាំងមីងថាតើអ្នកគិតថាអ្នកណាជាអ្នកឲ្យបន្ទប់នេះគូសាំងមីងហាក់ដូចជាស្ទាក់ស្ទើរមួយសន្ទុះបន្ទាប់មកនិយាយទៅកាន់គោវាងថានៅក្នុងពិភពក្បាច់គុណតើអ្នកណាអាចចាត់ទុកជាភ្ញៀវកិត្តិយសបាននៅគ្រប់ទីកន្លែងដែលពួកគេទៅគោវាងបានស្ដាប់ពាក្យគូសាំងមីងហើយពិចារណាមួយផ្លែតក្នុងពិភពក្បាច់គុណមិនថាគាត់ជាមនុស្សបែបណាទេតែងតែមានកន្លែងដែលគាត់មិនស្វាគមន៍ទោះយ៉ាងណាក៏ដោយមានមនុស្សតែម្នាក់គត់ដែលអាចចាត់ទុកជាភ្ញៀវកិត្តិយសនៅគ្រប់ទីកន្លែងក្នុងពិភពក្បាច់គុណគឺមេបកពិភពគុណមេដឹកនាំបច្ចុប្បន្ននៃពិភពគុណលៀនធានស៊ឺមានឯកសិទ្ធិភាពពិសេសមេដឹកនាំពិភពគុណត្រូវបានជំនួសរៀងរាល់4ឆ្នាំម្ដងហើយអ្នកដែលមានសមត្ថភាពបំផុតអាចក្លាយជាអ្នកដឹកនាំមេដឹកនាំពិភពគុណមួយចំនួនចុះចេញពីតំណែងក្រោយរយៈពេល4ឆ្នាំខណៈអ្នកខ្លះទៀតអាចជាប់ឆ្នោតឡើងវិញក្នុងរយៈពេលជាច្រើនអាណត្តិទោះជាយ៉ាងណាក៏ដោយលៀនធានស៊ឺនៅតែស្ថិតក្នុងតំណែងជាមេដឹកនាំពិភពគុណចាប់តាំងពីគាត់បានក្លាយជាមេដឹកនាំពិភពគុណក្មេងជាងគេនៅអាយុ23ឆ្នាំរហូតមកដល់សព្វថ្ងៃនេះលោកមានអាយុ41ឆ្នាំហើយមិនដែលផ្លាស់ប្ដូរមុខតំណែងឡើយលៀនធានស៊ឺតើអ្នកអាចប្រកាសថាគាត់ជាមេដឹកនាំពិភពគុណយ៉ាងដូចម្ដេចគោវាងសួរគាត់មិនដែលគិតថាឪពុករបស់គាត់មានទំនាក់ទំនងអ្វីជាមួយមេដឹកនាំពិភពគុណនោះទេហើយពួកគេពិតជាមិនមានទំនាក់ទំនងអ្វីនោះទេគូសាំងមីងបាននិយាយថាអ្នកមិនចាំបាច់ដឹងពីមូលហេតុទេនៅពេលដែលគូសាំងមីងនិយាយចិញ្ចើមរបស់គាត់បានបង្វែរឡើងលើបន្តិចបង្ហាញពីភាពក្រអឺតក្រទមប៉ុន្តែភ្នែកងងឹតនិងភ្លឺរបស់គាត់ត្រជាក់ខ្លាំងដោយឃើញការបញ្ចេញមិត្តរបស់គូសាំងមីងគោវាងមិនបានបន្តទេសូម្បីតែ20ឆ្នាំក្រោយមកលៀនធានស៊ឺនៅតែទទួលបានកិត្យានុភាពគួរឲ្យកត់សម្គាល់នៅក្នុងពិភពគុណគាត់មានភាពល្បីល្បាញដោយសារដាវរបស់គាត់ក្នុងវ័យក្មេងរបស់គាត់បានក្លាយជាមេដឹកនាំពិភពគុណនៅអាយុ23ឆ្នាំហើយបានកាន់តំណែងនេះរហូតដល់គាត់មានអាយុលើសពី50ឆ្នាំមុនពេលចុះចេញពីតំណែងជាងនេះទៅទៀតគេថាចង់ចូលនិវត្តន៍ដូច្នេះហើយទើបលោកទុកបន្ទប់ឲ្យក្មេងជំនាន់ក្រោយរីកចម្រើនមុននឹងចាក់ចេញស្ងាត់បើគាត់ពិតជាមានចរិតហ៊ានបែបនេះហេតុអ្វីបានជាគាត់នៅក្នុងតំណែងយូរម្ល៉េះមុននឹងចុះចេញក្រោយគ្រប់គ្រងជិត30ឆ្នាំពេលនេះបុរសម្នាក់នេះកំពុងផ្ដល់ជូនគូសាំងមីងបន្ទប់ដ៏ខ្ពង់ខ្ពស់នេះទេសំណួរសំខាន់គឺហេតុអ្វីបានជាគូសាំងមីងប្រកាសណាស់ថាជាលៀនធានស៊ឺហើយហេតុអ្វីបានជាលៀនធានស៊ឺយកចិត្តទុកដាក់ចំពោះគូសាំងមីងសម្រាប់កូនអ្នកមានជំនាន់ទី2ការយកចិត្តទុកដាក់និងសារៈសំខាន់បែបនេះគឺមិនចាំបាច់ទេលាវស៊ីសានចុងលៀនធានស៊ឺពិតជាស្មុគស្មាញពេកហើយគូសាំងមីងហាក់ដូចជាបានដឹងអ្វីមួយឲ្យគាត់ស្មានដោយមានទំនុកចិត្តថាជាលៀនធានស៊ឺដែលកំពុងឲ្យគាត់បន្ទប់មួយ
បើអ្នកដែលនិយាយនេះមិនមែនជាគូសាំងមីងគាត់ច្បាស់ជាគិតថាមនុស្សនោះជាមនុស្សវង្វេងលេងជាមួយពាក្យរបស់គូសាំងមីងនិងអាកប្បកិរិយាជាក់លាក់នោះគោវាងបានញឹមប៉ុន្តែមិនបាននិយាយអ្វីទាំងអស់អ្នកទាំងពីរនៅស្ងៀមគោវាងបានក្រោកឡើងហើយបើកបង្អួចនៅក្នុងបន្ទប់ដែលពីមុនត្រូវបានបិទជិតពន្លឺថ្ងៃពណ៌មាសភ្លឺចាំងចូលហើយទីកន្លែងដែលមើលទៅហាក់ដូចជាគ្មានមនុស្សរស់នៅមួយរយៈនោះមានភាពស្អាតស្អំស្រស់ស្អាតមើលទៅគ្មានវត្តមានរបស់មនុស្សឡើយ